សួស្តីចៅនិស្សិតច្បាប់ដ៏គួរឲ្យស្រឡាញ់របស់លោកតាទាំងអស់គ្នាមុននឹងយើងចាប់ផ្ដើមចូលទៅកាន់មេរៀនដ៏ស៊ីជម្រៅថ្ងៃនេះលោកតាមានការណែនាំមួយដើម្បីកុំឲ្យចៅខកខាននៅកលឹះច្បាប់ល្អការវិភាគករណីសិក្សាជាក់ស្ដែងនិងការជជែកដេញដោលគ្នាដោយវិជាសាស្ត្រច្បាប់ចៅកុំភ្លេចចូលរួមទៅក្នុងក្រុមរៀនច្បាប់ផងណាចៅក្រុមនេះមាននៅលើ Telegram Facebook និង YouTube ដែលមានឈ្មោះដូចគ្នាគឺរៀនច្បាប់ចូលទៅចោះចៅនឹងបានរៀនសូត្របន្ថែមរាល់ថ្ងៃជាមួយមិត្តភ័ក្តិរួមចំនួននិងរៀនច្បងច្បាប់តោះឥឡូវយើងត្រឡប់មកកាន់ក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ2007វិញម្ដងចៅខ្លះរៀនច្បាប់ព្រហ្មទណ្ឌតែអត់យល់ពីនីតិវិធីគឺដូចជាមនុស្សចង់ធ្វើម្ហូបតែអត់ស្គាល់របៀបប្រើចង្ក្រានអញ្ចឹងឯងនីតិវិធីនេះហើយជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់បំផុតដើម្បីរកយុត្តិធម៌គាត់ត្រាទុកហើយផ្ដោតអារម្មណ៍ស្ដាប់លោកតាបញ្យលតាមលំដាប់លំដោយដូចតទៅគន្ថៃទី1បណ្ដឹងអាជ្ញានិងបណ្ដឹងរដ្ឋវេនីមាតិកាទី1គោលការណ៍ទូទៅមាត្រា1គោលបំណងនៃក្រមនីតិវិធីព្រហ្មទណ្ឌមាត្រានេះចែងពីគោលបំណងច្បាស់លាស់ក្រមនេះកំណត់វិធានទាំងឡាយដើម្បីស្វែងរកការពិតថាតើមានបទល្មើសកើតឡើងពិតប្រាកដមែនឬទេច្បាប់នេះត្រូវយកទៅអនុវត្តទូទៅចំពោះរឿងព្រហ្មទណ្ឌទាំងអស់លើកលែងតែមានច្បាប់ពិសេសណាមួយចែងផ្សេងពីនេះយល់សេចក្តីនេះទេចៅវាជាខែលការពារមិនឲ្យមានការចោទប្រកាន់ផ្ដេសផ្ដាសដោយគ្មាននីតិវិធីត្រឹមត្រូវឡើយមាត្រា2បណ្ដឹងអាជ្ញានិងបណ្ដឹងរដ្ឋប្រវេណីចំណុចនេះសំខាន់ណាស់ចៅច្បាប់បំបែកបណ្ដឹងជាពីរផ្សេងគ្នាដាច់ស្រឡះបណ្ដឹងអាជ្ញាមានគោលបំណងស្វែងរកការពិតបង្ហាញពីកំហុសរបស់ជនល្មើសនិងសុំឲ្យតុលាការផ្តន្ទាទោសជននោះតាមច្បាប់បណ្ដឹងនេះធ្វើឡើងដើម្បីផលប្រយោជន៍សង្គមទាំងមូលបណ្ដឹងរដ្ឋប្រវេណីមានគោលបំណងតែមួយគត់គឺទាមទារការជួសជុលការខូចខាតឬទារសំណងជំងឺចិត្តជូនជនរងគ្រោះវិញឲ្យសមរម្យទៅនឹងការបាត់បង់របស់គាត់មាតិកាទី2បណ្ដឹងអាជ្ញាមាត្រា3កម្មវត្ថុនៃបណ្ដឹងអាជ្ញាចៅចាំទុកណាច្បាប់ព្រហ្មទណ្ឌខ្មែរយើងមិនរើសអើងឡើយបណ្ដឹងអាជ្ញាគឺអនុវត្តទៅលើបុគ្គលគ្រប់រូបទោះជារូបវ័ន្តបុគ្គលមនុស្សសាមញ្ញឬនីតិបុគ្គលក្រុមហ៊ុនអង្គការដោយគ្មានការប្រកាន់ពូជសាសន៍ពណ៌សម្បុរភេទសាសនាឬឋានៈសង្គមឡើយនៅចំពោះមុខច្បាប់គឺស្មើភាពគ្នាទាំងអស់មាត្រា4ការចាប់ផ្ដើមដំណើរការនៃបណ្ដឹងអាជ្ញាដោយអัยការអ្នកណាជាអ្នកកាន់អំណាចបណ្ដឹងអាជ្ញានេះគឺអัยការតំណាងព្រះរាជអាជ្ញាពួកគាត់ជាអ្នកតំណាងឲ្យផលប្រយោជន៍ទូទៅរបស់សង្គមដើម្បីធ្វើការចោទប្រកាន់និងសុំឲ្យតុលាការអនុវត្តច្បាប់មាត្រា5ការដាក់បណ្ដឹងអាជ្ញាឲ្យមានចលនាដោយជនរងគ្រោះចុះបើព្រះរាជអាជ្ញាមិនទាន់ចាត់ការតើជនរងគ្រោះអាចធ្វើអ្វីបានច្បាប់អនុញ្ញាតឲ្យជនរងគ្រោះអាចដាក់ពាក្យប្តឹងដោយតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្រវេណីនៅចំពោះមុខចៅក្រមស៊ើបសួរបានកាលណាធ្វើបែបនេះវានឹងរុញច្រានឲ្យបណ្ដឹងអាជ្ញាមានចលនាឡើងមកភ្លាមតែត្រូវគោរពតាមលក្ខខណ្ឌបង់ប្រាក់តម្កល់មាត្រា140នឹងការបញ្ជូនបណ្ដឹងមាត្រា139ផងណាចៅមាត្រា6ការដាក់ពាក្យប្តឹងទាមទារដោយជនរងគ្រោះចៅត្រូវបែងចែកឲ្យច្បាស់រវាងពាក្យប្តឹងសាមញ្ញនិងការតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្រវេណីពាក្យប្តឹងសាមញ្ញដែលគ្រាន់តែរាយការណ៍ប្រាប់ប៉ូលីសឬតុលាការគឺមិនទាន់មានអានុភាពបង្ខំឲ្យមានការចោទប្រកាន់ព្រហ្មទណ្ឌភ្លាមឡើយបើព្រះរាជអាជ្ញាតម្កល់រឿងទុកឥតចាត់ការចៅដែលជាជនរងគ្រោះអាចប្តឹងតវ៉ាទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរបានមាត្រា41មាត្រា7ការរលត់នៃបណ្ដឹងអាជ្ញាត្រង់នេះជាសំណួរពេញនិយមក្នុងវិញ្ញាសាប្រឡងណាចៅបណ្ដឹងអាជ្ញាត្រូវរលត់ទៅវិញលែងអាចចោទប្រកាន់បានដោយសារមូលហេតុ5យ៉ាងជនល្មើសស្លាប់មរណភាពនៃជនល្មើសហួសពេលកំណត់របស់ច្បាប់ការផុតអាជ្ញាយុកាលមានការលើកលែងទោសទូទៅការលើកលែងទោសជាទូទៅច្បាប់ព្រហ្មទណ្ឌនោះត្រូវលុបចោលនិរាករនៃច្បាប់ព្រហ្មទណ្ឌតុលាការកាត់សេចក្តីរួចរាល់ជាស្ថាពរអាជ្ញាអស់ជំនុំមាត្រា8មូលហេតុផ្សេងទៀតនៃការរលត់បណ្ដឹងអាជ្ញាក្រៅពីមាត្រា7បណ្ដឹងអាជ្ញាក៏អាចរលត់ដោយសារការសម្របសម្រួលបង់លុយជាមួយរដ្ឋការដកពាក្យបណ្ដឹងរបស់ជនរងគ្រោះក្នុងករណីដែលច្បាប់តម្រូវឲ្យមានបណ្ដឹងទើបចោទប្រកាន់បានឬការបង់ប្រាក់ពិន័យសម្របសម្រួលមាត្រា9ឧក្រិដ្ឋកម្មដែលគ្មានអាជ្ញាយុកាលកំណត់ចងចាំទុកណាចៅបទល្មើសធ្ងន់ធ្ងរបំផុតទាំង3នេះទោះបីកន្លងផុតទៅរាប់សិបឆ្នាំឬ100ឆ្នាំក៏ដោយក៏នៅតែប្តឹងបានដដែលគ្មានការផុតកំណត់ឡើយគឺបទឧក្រិដ្ឋបល័យពូជសាសន៍បទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិនិងបទឧក្រិដ្ឋសង្គ្រាមមាត្រា10អាជ្ញាយុកាលនៃបទល្មើសចំពោះបទល្មើសទូទៅពេលវេលាកំណត់នៃការប្តឹងអាជ្ញាយុកាលមានដូចតទៅបទឧក្រិដ្ឋ15ឆ្នាំបទមជ្ឈិម5ឆ្នាំបទលហុ1ឆ្នាំបើហួសពេលកំណត់ទាំងនេះហើយគឺលែងអាចប្តឹងចោទប្រកាន់បានទៀតហើយចៅមាត្រា11ការផ្ដាច់រយៈពេលនៃអាជ្ញាយុកាលត្រូវចាប់ផ្ដើមគិតពីថ្ងៃប្រព្រឹត្តបទល្មើសប៉ុន្តែបើមានកិច្ចចោទប្រកាន់ឬកិច្ចស៊ើបសួរណាមួយកើតឡើង
នោះរយៈពេលដែលបានដើររួចហើយត្រូវលុបចោលហើយត្រូវចាប់ផ្ដើមគិតឡើងវិញពីចំណុច0ឡើងទៅគេហៅថាការផ្ដាច់អាជ្ញាយុកាលមាត្រា12អាជ្ញាអស់ជំនុំនេះជាគោលការណ៍យុត្តិធម៌ដ៏ធំធេងណាស់កាលណាជនណាម្នាក់ត្រូវបានតុលាការកាត់សេចក្តីឲ្យរួចខ្លួនជាស្ថាពរហើយគេមិនអាចយកជនដដែលនោះមកចោទប្រកាន់ម្ដងទៀតចំពោះអំពើដដែលនោះឡើយទោះបីជាបដូរឈ្មោះបទល្មើសថ្មីក៏ដោយមនុស្សម្នាក់មិនអាចរងការកាត់ទោស2 ដងលើរឿងតែមួយបានទេមាត្រាការទី3បណ្ដឹងរដ្ឋប្រវេណីមាត្រា13បណ្ដឹងរដ្ឋប្រវេណីនិងភក្សនកម្មបណ្ដឹងរដ្ឋប្រវេណីគឺធ្វើឡើងដោយជនរងគ្រោះតែចៅត្រូវដឹងថាភក្សនកម្មការខូចខាតដែលអាចទាមទារសំណងបានត្រូវតែជាផលវិបាកផ្ទាល់នៃបទល្មើសជាការខូចខាតផ្ទាល់ខ្លួននឹងបានកើតឡើងជាក់ស្ដែងនៅក្នុងពេលបច្ចុប្បន្នការខូចខាតនោះអាចជាផ្នែកសម្ភារៈផ្នែករូបកាយឬផ្នែកផ្លូវចិត្តមាត្រា14ការជួសជុលភក្សនកម្មការជួសជុលការខូចខាតអាចធ្វើឡើងតាមរយៈការបង់ប្រាក់ជំងឺចិត្តការសងទ្រព្យសម្បត្តិដែលបាត់បង់ត្រឡប់មកវិញឬការធ្វើឲ្យទ្រព្យសម្បត្តិដែលខូចខាតនោះវិលទៅរកសភាពដើមវិញសំណងជំងឺចិត្តត្រូវតែសមមូលនិងសមរម្យទៅនឹងការខូចខាតពិតប្រាកដមាត្រា15និងមាត្រា16ដើមបណ្ដឹងរដ្ឋប្រវេណីនិងសិទ្ធិវ័នប្រសិនបើជនរងគ្រោះជាអនិច្ចជនឬជនដែលស្ថិតក្រោមរបបការពារច្បាប់នោះអ្នកតំណាងស្របច្បាប់អាចប្តឹងជំនួសបានមាត្រា15ហើយប្រសិនបើជនរងគ្រោះបានទទួលមរណភាពនោះសិទ្ធិវ័នអ្នកបន្តវេនឬសាច់ញាតិដែលមានសិទ្ធិស្របច្បាប់អាចផ្ដើមប្តឹងឬបន្តដំណើរការក្តីនោះបានមាត្រា16មាត្រា18 19និងមាត្រា20ចុចមែននោះសិទ្ធិបណ្ដឹងរបស់សមាគមច្បាប់យើងបើកទលាយណាស់ចៅសមាគមដែលបានចុះបញ្ជីស្របច្បាប់យ៉ាងតិច3ឆ្នាំអាចតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្រវេណីបានប្រសិនបើបទល្មើសនោះពាក់ព័ន្ធនឹងអំពើហិង្សាផ្លូវភេទផ្ទាល់គ្រួសារខ្លះកុមារមាត្រា17ការជួញដូរមនុស្សមាត្រា18ឬការរើសអើងពូជសាសន៍មាត្រា19ប៉ុន្តែត្រូវចាំទុកថាលុះត្រាតែមានលិខិតយល់ព្រមពីជនរងគ្រោះឬសិទ្ធិវ័នទើបសមាគមអាចប្តឹងបានមាត្រា20មាត្រា21ចុងចម្លើយនៃបណ្ដឹងរដ្ឋប្រវេណីតែយើងអាចប្តឹងរដ្ឋប្រវេណីទារសំណងពីអ្នកណាខ្លះចៅអាចប្តឹងចារីអ្នកធ្វើផ្ទាល់សហចារីអ្នករួមដៃធ្វើអ្នកផ្ដើមគំនិតអ្នកសំគំនិតនិងអ្នកទទួលខុសត្រូវរដ្ឋប្រវេណីដូចជាឪពុកម្ដាយឬអាណាព្យាបាលរបស់អនិច្ចជនជាដើមមាត្រា22ទំនាក់ទំនងសមត្ថកិច្ចរបស់តុលាការជនរងគ្រោះមានជំរើស2អាចប្តឹងរដ្ឋប្រវេណីជាមួយបណ្ដឹងអាជ្ញាក្នុងពេលតែមួយនៅតុលាការព្រហ្មទណ្ឌក៏បានឬប្តឹងដាច់ដោយឡែកនៅតុលាការរដ្ឋប្រវេណីក៏បានប៉ុន្តែបើប្តឹងនៅតុលាការរដ្ឋប្រវេណីតុលាការត្រូវផ្អាកសម្រេចសេចក្តីសិនរហូតដល់តុលាការព្រហ្មទណ្ឌកាត់សេចក្តីចប់ជាស្ថាពរគោលការណ៍ព្រហ្មទណ្ឌមួយអង្គរដ្ឋប្រវេណីការប្រកាសជាមុនអំពីប្រតិភិបតុលាការព្រហ្មទណ្ឌអាចបង្កប់ឲ្យសងសំណងជំងឺចិត្តបានលុះត្រាតែតុលាការរកឃើញធាតុផ្សំបទល្មើសនិងប្រកាសថាជនជាប់ចោទនោះមានប្រតិភិបមានកំហុសព្រហ្មទណ្ឌជាមុនសិនមាត្រា24មរណភាពរបស់ជនជាប់ចោទចុះបើជនជាប់ចោទស្លាប់ក្នុងពេលកំពុងកាត់ក្តីតើជនរងគ្រោះអស់សិទ្ធិទារសំណងឬអត់ទេចៅទោះបីជាបណ្ដឹងអាជ្ញាត្រូវរលត់ដោយសារគាត់ស្លាប់ក៏ដោយតែតុលាការព្រហ្មទណ្ឌនៅតែមានសមត្ថកិច្ចកាត់សេចក្តីលើបណ្ដឹងរដ្ឋប្រវេណីដើម្បីបង្គាប់ឲ្យសិទ្ធិវ័នអ្នកទទួលមរតករបស់ជនជាប់ចោទសងសំណងជំងឺចិត្តបានដដែលមាត្រា25ការលះបង់និងការដកពាក្យប្តឹងរបស់ជនរងគ្រោះមានសិទ្ធិដកពាក្យប្តឹងរដ្ឋប្រវេណីរបស់ខ្លួនវិញគ្រប់ពេលប៉ុន្តែការដកពាក្យប្តឹងរដ្ឋប្រវេណីឬការមិនទាមទារសំណងរបស់ជនរងគ្រោះមិនអាចទៅបញ្ឈប់ដំណើរការរបស់បណ្ដឹងអាជ្ញាការចោទប្រកាន់ព្រហ្មទណ្ឌរបស់រដ្ឋបានឡើយលើកលែងតែករណីពិសេសក្នុងមាត្រា8ចំណុចទី2ប៉ុណ្ណោះមាត្រា26អាជ្ញាយុកាលនៃបណ្ដឹងរដ្ឋប្រវេណីត្រូវផុតកំណត់ទៅតាមវិធាននៃក្រមរដ្ឋប្រវេណីប៉ុន្តែចៅចាំទុកថាมันអាចយកបណ្ដឹងរដ្ឋប្រវេណីនេះមកប្តឹងនៅចំពោះមុខតុលាការព្រហ្មទណ្ឌបានទៀតឡើយកាលណាអាជ្ញាយុកាលនៃបណ្ដឹងអាជ្ញាតាមមាត្រា10ត្រូវផុតរលត់ទៅហើយនោះយល់សេចក្តីនេះទេចៅនិស្សិតច្បាប់ទាំងអស់គ្នាក្រមនីតិវិធីព្រហ្មទណ្ឌមិនពិបាករៀនទេកាលណាមានការបកស្រាយដោយភ្ជាប់ឧទាហរណ៍ជាក់ស្ដែងនិងរលូនបែបនេះលោកតាសង្ឃឹមថាចៅនឹងយកចិត្តទុកដាក់កត់ត្រានិងចែករំលែកចំណេះដឹងទាំងនេះទៅកាន់អ្នកដទៃផងណាហើយកុំភ្លេចណាទៅចូលរួមក្នុងក្រុមរៀនច្បាប់ទាំងអស់គ្នាទាំងលើ Telegram Facebook ដើម្បីកុំឲ្យខកខានការរៀនសូត្រឥតគិតថ្លៃល្អបែបនេះតទៅទៀតថាចៅណាមានសំណួរត្រង់ចំណុចណាខ្លះសួរមកចោះលោកតានឹងឆ្លើយតប